កុំធ្វើប្រហែសសញ្ញាព្រមានទាំងនេះអាចបញ្ជាក់ថាជំងឺដំបៅក្រពះរបស់អ្នកអាចឈានដល់កម្រិតធ្ងន់ជំងឺក្រពះឬដំបៅក្រពះគឺជាបញ្ហាសុខភាពដែលបង្កការរំខានដល់ការរស់នៅប្រចាំថ្ងៃយ៉ាងខ្លាំងរោគសញ្ញានៃជំងឺអាចខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ប៉ុន្តែមានសញ្ញាជួបញឹកញាប់មួយចំនួនដែលអ្នកអាចចំណាំបាន1រោគសញ្ញាទូទៅនៃជំងឺក្រពះឈឺចុកឬឆ្អកចុកដង្ហើមនេះជាសញ្ញាចម្បងបំផុតអ្នកអាចមានអារម្មណ៍ថារហ័សរហោឬឈឺក្រហាយនៅតំបន់ចុងដង្ហើមឈឺចាប់ខ្លាំងនៅពេលឃ្លានឬឆ្អែតពេកចំពោះអ្នកមានដំបៅក្រពះការឈឺចាប់តែងតែកើតឡើងនៅពេលពុះទទេប៉ុន្តែពេលខ្លះការញ៉ាំអាហារចូលក៏អាចធ្វើឲ្យឈឺកាន់តែខ្លាំងដែរភើមុខជូរឬភើមុខមានក្លិនអាហារបណ្ដាមកពីការលើសជាតិអាស៊ីតឬក្រពះរំលាយអាហារមិនទាន់ហើមពោះឬណែនពោះមានអារម្មណ៍ថាមានខ្យល់ច្រើនក្នុងពោះទោះបីជាញ៉ាំអាហារតិចតួចក៏ដោយក្អួតចង្អោរមានអារម្មណ៍ចង់ក្អួតជានិច្ចជាពិសេសនៅពេលព្រឹកព្រលឹមឬក្រោយពេលញ៉ាំអាហាររួច2សញ្ញាព្រមានថាដំបៅក្រពះឈានដល់កម្រិតធ្ងន់ប្រសិនបើអ្នកមានសញ្ញាដូចខាងក្រោមនេះមានន័យថាដំបៅក្រពះអាចមានការហូរឈាមឬធ្លាយដែលត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់បត់ជើងធំមានពណ៌ខ្មៅនេះជាសញ្ញានៃការហូរឈាមក្នុងក្រពះឬពោះវៀនក្អួតមកមានឈាមអាចមានពណ៌ក្រហមស្រស់ឬពណ៌ដូចកាកកាហ្វេស្រកទម្ងន់ខុសធម្មតាមិនចង់ញ៉ាំអាហារនិងស្រកគីឡូដែលគ្មានមូលហេតុស្លេកស្លាំងនិងអស់កម្លាំងខ្លាំងបណ្ដាមកពីការបាត់បង់គ្រាប់ឈាមតិចតួចក្នុងរយៈពេលយូរ3មូលហេតុចម្បងនៃការបង្កឲ្យដំបៅក្រពះបាក់តេរី H. pylori ជាមេរោគម្យ៉ាងដែលរស់នៅក្នុងក្រពះនិងបំផ្លាញសត្វទោសកាប់ពីក្រពះការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ការញ៉ាំថ្នាំដូចជា aspirin ឬ blue profit យូរពេកទម្លាប់រស់នៅការញ៉ាំអាហារមិនទៀងពេលញ៉ាំអាហារហឹរជូរខ្លាំងផឹកគ្រឿងស្វឹងនិងការជក់បារីភាពតានតឹងការគិតច្រើនឬ stress ខ្លាំងធ្វើឲ្យក្រពះបញ្ចេញអាស៊ីតច្រើនជាងធម្មតាការប្រុងប្រយ័ត្នព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅតែប៉ុណ្ណោះប្រសិនបើអ្នកមានសញ្ញាសុខភាពមិនប្រក្រតីណាមួយសូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យនិងព្យាបាលត្រឹមត្រូវសូមអរគុណ